come on បើសិនជាប្អូនមើលរូបភាពចឹងប្អូនអត់យល់ទេតែបើប្អូនមិនបាច់មើលរូបភាពប្អូនគ្រាន់តែមើលទៅលើប្រធានហើយប្អូនគិតរូបមន្តធម្មតាប្អូននឹងយល់មិនឥឡូវទីមួយចេះគេថាបន្ទោះអគ្គិសនីបូក3មីក្រូគូឡុំត្រូវបានផ្លាស់ទីពីចំណុច A ទៅ B ក្នុងដែនអគ្គិសនីឯកស្ថានដោយបង្ហាញក្នុងរូបនេះដែនអគ្គិសនីឯកស្ថានវាចឹងព្រោះដែនចេញពីបូកម្ដងនេះដែនវាមិនចេះដែនវាមិនចឹងតែតើកំមន់អគ្គិសនីកំមន់ប៉ុន្មានដែលត្រូវធ្វើដោយដែនអគ្គិសនីលើបន្ទុកអគ្គិសនីហ្នឹងតែចង់រកកំមន់ដែលធ្វើលើបន្ទុកអគ្គិសនីអញ្ចឹងតាមពិតកាលណាវាអានេះវាដកវាផ្ទះបូកអានេះមិនមែនធ្វើដោយដែនទេធ្វើលើបន្ទុកអគ្គិសនីដោយសារគុយនេះបូកបូកអញ្ចឹងវាអត់ត្រូវចេញពី A ទៅ B ទេបូកហ្នឹងវាត្រូវនៅកន្លែងដកនេះត្រូវនៅដក20នេះវាត្រូវជាប់នឹងដកហើយប៉ុន្តែនៅពេលបូកហ្នឹងវាចេញពីដកមកបូកចេះមានន័យថាកើតឡើងពីកំណនៃកម្លាំងខាងក្រៅឬកំណនៃកម្លាំងទប់ដែលយើងធ្វើទៅលើវាអញ្ចឹងកាលណាយើងធ្វើលើវាមានន័យថាកំណហ្នឹងគឺអវិជ្ជមានអញ្ចឹងពាក្យដែលខ្ញុំបកប្រែនេះអាចយើងអត់សូវត្រូវព្រោះអីវាយើងមិនមែនឯកទេសអង់គ្លេសហ្មងអញ្ចឹងបកពេលខ្លះវាលៀងពាក្យណាអញ្ចឹងកន្លែងនេះគឺអត្ថន័យវាគឺងាយយល់ទេហ្នឹងអញ្ចឹងយើងពេលយើងរក command អញ្ចឹង command យើងមានរូបមន្តណាយើងមានតែរូបមន្ត the way ស្មើជាមួយនឹង f គុណ d អញ្ចឹងទៅប៉ុន្តែខ្ញុំបានបកស្រាយហើយថារូបមន្តមួយទៀត the way ស្មើគុយគុណនឹង way គុយគុណនឹង way យកតែម្ដងអញ្ចឹង the way ស្មើគុយគុណ way ឬក៏ the way មួយទៀតយើងប្រើតាមស្មើនឹងគុយអឺ d កូស delta ចឹងទៅអានេះករណីមានដែនហើយនឹងចម្ងាយនេះយើងអត់មានទេគឺគ្រាន់តែដាក់កម្រិតចឹងមែនប៉ុន្តែគេដឹងថាវាស្មើនឹងប្រមាណម៉ែត្រឬក៏យើងអាចមើលឃើញទៅវាកម្រិតវាបើយើងគិតថា x គិតជាម៉ែត្រនេះ1ម៉ែត្រ2ម៉ែត្រ3ម៉ែត្រ4ម៉ែត្រចឹងទៅគេចង់គិតចឹងក៏បានដែរតែបើយើងចង់គិតអានឹង4ម៉ែត្រយើងត្រូវគិតចម្ងាយពីនេះមកនេះទៀតចម្ងាយពី A មក B ចេះហើយនេះមកចេះវាបង្កើតបានមុំតែតាកន្លែងនេះទៀតអញ្ចឹងវាគិតទៅវាស្មុគស្មាញអញ្ចឹងបែរគិតទៅដល់នឹងអីយើងគិតថារូបមន្តកំមន់ធម្មតាទៅដូច v AB អញ្ចឹងវាស្មើនឹងគុយគុណជាមួយនឹង v តែ v ហ្នឹងគឺ v AB ដូច v AB គុយ v AB អាហ្នឹងខុសពីពងសាបន្តិចអញ្ចឹងយើងមើលគុយយើងមាន3មីក្រូគូឡុំតែ v AB v AB ក្នុងប្រធានអត់ប្រាប់ទេប៉ុន្តែគេប្រាប់លើរូបភាព v AB បងប្អូនទៅចាំ v AB គឺបងប្អូនត្រូវយក v ដើមដក v ចុងអញ្ចឹងបងប្អូនទៅយក VA ដក VB អញ្ចឹង VA នេះនៅត្រង់ចំណុច A V យើងហ្មងនេះដក20ចាំបានដក20ដកឲ្យអាទីតាំង VB យើងនេះគឺវាបូក20អញ្ចឹងដល់ពេលដកគុណបូកបានដក20ទៀតវាឡើងដក40វ៉ុលអញ្ចឹងដល់ពេលយើងយកអាដក40ហ្នឹងคูณជាមួយនឹង30មីក្រូគូឡុំទៅយើងឃើញដក120មីក្រូស៊ូលឬក៏យើងគេថាដក120គុណដល់សេគុណដក6ស៊ូលព្រោះមីក្រូអញ្ចឹងយើងត្រូវម្លែងវាអញ្ចឹងអានេះជាការបញ្យល់ទៅលើឌីយ៉ាក្រាមតមកយើងមើលទៅលើដំណោះស្រាយនេះដាវរូបមន្តដូច VAB ស្មើគុយ VAB គុយយើងគឺនេះបូក3មីក្រូគូឡុំឬបូក3គុណដល់សេគុណដល់6គូឡុំ VAB ហ្នឹងគឺយក VA ហ្នឹងដក VB ឬក៏ដក20ដកកតាបូក20បានដក40ដក40វ៉ុលដក40វ៉ុលចឹងយើងអាចយកអាហ្នឹងយកទៅជំនួសចូលឡើងអើយដក V នេះទៅ VAB ស្មើគុយយើងគឺ3គុណដល់សេគុណដល់6 VAB យើងដក40អញ្ចឹងបូកគុណដកបានដកទៅបានចាំពិតចម្លើយវាគឺឃើញដក120វ៉ុលហើយដក120គុណដល់សេគុណដល់6វ៉ុលទៅស៊ូលច្រឡំវ៉ុលតមកខ្ញុំច្រើនតែធ្វើឲ្យចេញលេខមានន័យខ្ញុំចូលក្បៀតែមួយខ្ទង់ឯងចឹងមានន័យខ្ញុំកិលមកឆ្វេង2ខ្ទង់ពេលដែលខ្ញុំកិលមកឆ្វេង2ខ្ទង់វាបានដក1.2កាលណាកិលមក2គឺមានតែបូកសេគុណថែម2ចឹងនៅសល់សេគុណដក4ពិតជា0ចឹងចម្លើយវាគឺប៉ុណ្ណឹងបើសិនជាបងអូនមើលទៅលើក្រាฟដោយបងអូនអត់វិភាគទៅលើទ្រឹស្ដីថារូបមន្តដូវេស្មើអើយគុយ AB គុណ V គុយគុណ V AB ទេបងអូនមើលតែរូបភាពយកតែម្ដងបងអូននឹងវល់ហើយធ្វើអត់ចេញទេអាហ្នឹងវិធីសាស្ត្រគឺយើងមិនបាច់ទៅគិតស្មុគស្មាញពេកទេយើងគ្រាន់តែមើលទៅលើប្រធានហើយប្រើរូបមន្តយកតែម្ដងគឺចប់បើមានជាសំណួរទេអាចសួរបាន